នៅពេលដែលយើងមានបញ្ហាយើងតែងតែគិតថាបើសិនជាមានអ្នកណាគេជួយយើងណាមិនយើងអាចដោះស្រាយបញ្ហានឹងបានបើសិនជាយើងមិនចាប់ផ្ដើមពីការជួយខ្លួនឯងទេមិនប្រកាសថាមានអ្នកណាក្រៅពីយើងអាចជួយយើងបានទេពីព្រោះមានតែយើងទេដែលដឹងពីបញ្ហាខ្លួនឯងច្បាស់ជួយនេះគឺក្នុងន័យថាទី1គឺត្រូវជួយខ្លួនឯងឲ្យច្បាស់ថាយើងកំពុងមានបញ្ហាអីពីព្រោះតែខំហ្នឹងអ្នកផ្សេងចង់មកជួយក៏ដឹងថាជួយយើងដោយរបៀបណាចាប់ផ្ដើមពីបែបណាហើយតើអ្វីជាបញ្ហាពិតប្រាកដរបស់យើងនៅក្នុងន័យនេះពេលដែលខ្ញុំនិយាយជាទូទៅបែបហ្នឹងបញ្ហាវាអាចពីរឿងរៀនពីរឿងការងាររឿងលុយកាក់រឿងរកស៊ីរឿងអីផ្សេងៗអញ្ចឹងទៅរឿងសុខភាពអីអញ្ចឹងទៅអញ្ចឹងត្រូវដឹងព្រោះពេលខ្លះយើងអាចនឹងគិតថាអូខ្ញុំមានបញ្ហាច្រើនណាស់ច្បោកច្បល់អាចច្រើននឹងស្អីខ្លះបើគ្រាន់តែអង្គុយទៅសេឡើងវិញថាឥឡូវនេះយើងកំពុងប្រឈមរឿងអីទី1ទី2ទី3ហើយចាត់គេហៅថាចាត់អត្ថិភាពវាអាមួយណាដែលវាបន្ទាន់ត្រូវដោះស្រាយមុនគេអាណាដែលបន្ទាន់ជាងគេដាក់វានៅលើមកហើយត្រូវតែច្បាស់ខ្លួនឯងហើយចាំអាណាដែលបន្ទាន់ជាងគេយកអាមួយហ្នឹងជាអត្ថិភាពទី1ហ្នឹងទៅរកជំនួយទៅហើយប្រមូលព័ត៌មានថាអ្នកណាដែលអាចជួយដោះស្រាយបញ្ហាយើងបានហើយបើសិនជាវិភាគទៅឃើញថាយើងអាចចាប់ផ្ដើមខ្លួនឯងបានព្យាយាមឲ្យអស់ពីលទ្ធភាពទៅគេថាមិនខ្លួនទីពឹងខ្លួនណាហើយបើសិនជាយើងជឿលើវត្ថុស័ក្តិសិទ្ធិឬក៏យើងជឿលើព្រះណាមួយក៏យើងធ្លាប់លើដែរមែនទេព្រះជួយតែអ្នកណាដែលជួយខ្លួនឯងមុននេះអញ្ចឹងដំណើរហ្នឹងវាមានលំនាំជាច្រើនខ្ញុំជឿថាបងប្អូនក៏ធ្លាប់ឮរឿងនិទានដែលគេតគ្នាដែរនៅពេលដែលភូមិមួយមានទឹកជំនន់ជន់លិចពេលហ្នឹងឯងអ្នកចិត្តខាងគេមកហៅគេមកប្រាប់ថាបងអើយបន្តិចទៀតមានទឹកធំជាងហ្នឹងឯងអាចលិចលងភូមិយើងឯងបងឯងចាប់ផ្ដើមរៀបចំអីវ៉ាន់ទៅយើងទៅទីទួលសុវត្ថិភាពទាំងអស់គ្នាអញ្ចឹងម្នាក់ហ្នឹងគាត់ថាអត់អីបងបាយទៅជួយអ្នកផ្សេងចាស់ខ្ញុំអត់បញ្ហាខ្ញុំមានព្រះរបស់ខ្ញុំចាំជួយខ្ញុំឯងដល់ទៅពេលបន្តិចទៅទឹកចំនួនហ្នឹងក៏កាន់តែជន់ឡើងថែមទៀតពេលដែលជន់ឡើងថែមទៀតអញ្ចឹងលិចត្រឹមឆ្កេះពេលហ្នឹងឯងក៏មានអ្នកគេហៅតែអាញាធរគេចែវទូកគេអីមកអញ្ចឹងទៅគេហៅប្រាប់គាត់មកបងអើយលើកអីវ៉ាន់ណាដែលអាចលើកបានមកដាក់ទូកខ្ញុំមកអាណាដែលកឡើងលើកបាននៅសិនទៅអាចយកអាណាដែលសំខាន់មកខ្ញុំជួយបងទៅកាន់ទីទួលសុវត្ថិភាពពេលហ្នឹងគាត់ថាមិនអីទេខ្ញុំមានអ្នកជួយហើយក៏អត់ទៅដែររហូតដល់ទឹកហ្នឹងលិចដល់ត្រឹមកលិចផុតហើយគាត់អត់អាចនៅតទៅទៀតទេគាត់ត្រូវឡើងទៅអង្គុយលើដំបូលផ្ទះអញ្ចឹងនៅពេលដែលឡើងទៅអង្គុយលើដំបូលផ្ទះហ្នឹងក៏មានធម្មភិកចៈកន្ទុំរុយកន្ទុំរុយធម្មតាកន្ទុំរុយវាបាញ់ពីលើមកមានហ្វាមានអីយកផងអីផងហ្នឹងមកឃើញគាត់នៅលើដំបូលផ្ទះហ្នឹងហើយក៏ប្រាប់ថាបងអើយមកខ្ញុំតម្លាក់ខ្សែពួរបងឯងឡើងខ្សែពួរហ្នឹងមកខ្ញុំជួយបងឯងទៅកន្លែងទីទួលសុវត្ថិភាពពេលហ្នឹងគាត់ស្រែកឡើងទៅលើថាមិនអីទេបងអើយខ្ញុំមានអ្នកជួយហើយបងឯងទៅជួយអ្នកផ្សេងចាស់រហូតដល់ទឹកហ្នឹងកាន់តែឡើងទៅគាត់នៅលើដំបូលផ្ទះហើយក៏ដោយគាត់ទឹកហ្នឹងវាប្រផឹបចិត្តតែដល់ច្រមុះគាត់ហើយពេលដែលគាត់ស្ទើរតែដាច់ខ្យល់ហ្នឹងគាត់ទ្រាំលេងបានហើយចាប់ផ្ដើមគាត់ស្រែកឲ្យព្រះរបស់គាត់ហ្នឹងបងគាត់ថាអ្នកឯងជាព្រះប្រភេទណាខ្ញុំហៅអ្នកឯងមកជួយពេលខ្ញុំមានអាសន្នអន់ក្រពេលដែលខ្ញុំបន់ខ្ញុំថ្វាយផ្កាថ្វាយផ្លែឈើថ្វាយអីសពគ្រប់ដល់ពេលខ្ញុំមានអាសន្នអត់ឃើញអ្នកឯងមកជួយសោះស្រែកអញ្ចឹងដោយកំហឹងស្រាប់តែបែកមេឃមកហ្មងពេលហ្នឹងព្រះរបស់គាត់ហ្នឹងស្រែកមកមែនស្រែកថាអ្នកឯងចង់មានន័យថាម៉េចពេលអ្នកឯងមានអាសន្នយើងបញ្ជូនអ្នកចិត្តខាងឲ្យមកជួយអ្នកឯងថាអត់ទេយើងបញ្ជូនទាំងអាជ្ញាធរប៉ូលីសមេភូមិមេឃុំមកជួយអ្នកឯងទៀតក៏អ្នកឯងនៅតែថាអត់ទេបញ្ជូនទាំងកន្ទុំរុយឲ្យគេតម្លាក់ចដៅមកជួយទៀតអ្នកឯងនៅតែថាអត់ទេមិនបានអ្នកឯងថាខ្ញុំមិនជួយអញ្ចឹងយើងមើលព្រះបានបញ្ជូនទាំងអ្នកចិត្តខាងបញ្ជូនអាជ្ញាធរបញ្ជូនទាំងកន្ទុំរុយចុងក្រោយមកជួយគាត់ទៀតតែខ្លួនគាត់អត់ព្រមជួយខ្លួនឯងតើឲ្យវត្ថុស័ក្តិសិទ្ធិតើឲ្យព្រះមួយណាមកជួយគាត់កើតវាគ្រាន់តែជារឿងនិទានសាមញ្ញប៉ុន្តែខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនដែលជួបបញ្ហាគ្មានអ្នកណាដែលថាមិនជួបទេម្នាក់សុទ្ធតែជួបបញ្ហាហើយបញ្ហារបស់យើងនឹងគឺមានខុសប្លែកគ្នារៀងៗខ្លួនចាប់ផ្ដើមពីខ្លួនឯងពង្រឹងជំហរខ្លួនឯងទំនុកចិត្តលើខ្លួនឯងដោះស្រាយខ្លួនឯងបានដោះស្រាយគ្រប់វិធីទាំងអស់ហើយបើដោះមិនទាន់បានរកអ្នកណាដែលអាចទំនងថាអាចជួយយើងបានបើសិនជាទៅរកគាត់ហើយគាត់មិនជួយយើងក៏អរគុណគាត់ដែរប្រហែលជាគាត់ក៏មានទុក្ខលំបាករបស់គាត់ដែរហើយបើសិនជាគាត់ជួយយើងព្យាយាមជួយខ្លួនឯងបន្តទៀតកុំឲ្យគេជួយឲ្យយកប្តីផ្ដួលទៅគេទាំងចំហណាគេក៏ពិបាកទប់ដែរហើយត្រូវដឹងគុណអ្នកនឹងដឹងគុណអត់សយុទ្ធទេការដឹងគុណការតបស្នងសងគុណណានឹងជួយឲ្យយើងកាន់តែចម្រុងចម្រើនអ្នកដែលជួយយើងគ្រាន់តែឲ្យយោបល់យើងជួបយើងត្រឹមតែ5នាទី10នាទីក៏ជាអ្នកមានគុណដែរចុះទម្រាំតែអ្នកដែលជួយទាំងគំនិតជួយទំនុកបំរុងអ្នកខ្លះជួយទាំងកញ្ចប់លុយមួយចំនួនមកឲ្យយើងដោះស្រាយបញ្ហាទៀតអ្នកនោះហើយគឺជាអ្នកមានគុណរបស់យើងបន្ទាប់ពីលពុកអ្នកម៉ែរបស់យើងដែលឲ្យកំណើតយើងអ្នកនោះរាប់ថាជាអ្នកឲ្យកំណើតទី2ដែរព្យាយាមទំនាក់ទំនងល្អមួយគាត់ត
តបស្នងសងគុណគាត់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបានឲ្យគាត់សមចិត្តថាគាត់ជួយអ្នកនឹងអត់ខុសទេនៅពេលដែលយើងធ្វើបែបហ្នឹងខ្ញុំធានាពួកយើងប្រកាសជារីកចម្រើនហើយនិយាយបែបហ្នឹងខ្ញុំខ្លួនឯងក៏ធ្លាប់ជួបបញ្ហាហើយខ្ញុំពិតជាអរគុណបងប្អូនទាំងអស់ដែលតែងតែជួយខ្ញុំហើយផ្ដល់ឱកាសឲ្យខ្ញុំបានឈរមកដល់សប្តាហ៍ថ្ងៃនេះចាអរគុណ